ជំរាបសួរបងបាទជំរាបសួរបាទបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះផនផានីបងមានអាយុប្រហែលហើយបងខ្ញុំមានអាយុ32បងកន្លែងបងរស់នៅគេហៅអីដែរបងផ្សារតបូលខៀវអូនៅផ្សារតបូលខៀវរាជធានីភ្នំពេញហ៎បងបាទបងចង់ដឹងថាមុននឹងបងប្រើផលិតផលណាកូស៊ីនេះបងមានបញ្ហាសុខភាពអីខ្លះបងជួយរៀបរាប់បន្តិចមកបងមានបញ្ហាឈឺក្បាលហៀសវោហើយលមាស់ខ្ជិះលមាស់ភ្នែកនិងដោះសាច់ច្រមុះបាទហើយមានធ្វើទុកអីផ្សេងទៀតដែរបងបញ្ហាដោះសាច់ច្រមុះយើងហ្នឹងមានធ្វើទុកអីផ្សេងទៀតដែរធ្វើទុកពេលមេឃខ្ជិះយើងឈឺក្បាលបងអត់មានធ្វើទុកដូចថាពិបាកដកដង្ហើមតឹងច្រមុះលមាស់ភ្នែកលមាស់ត្រចៀកអីទេចឹងបងធ្វើទុកអញ្ចឹងបងធ្វើទុកខ្ជិះបាក់ដកដង្ហើមបាទបងហើយសុខភាពបងហ្នឹងឈឺយូរនៅបងបញ្ហាបងហ្នឹងឈឺរយៈពេល6ឆ្នាំហ្នឹងអញ្ចឹងបងប្រើផលិតផលណាកូស៊ីនេះប្រហែលថ្ងៃបងដឹងពីប្រសិទ្ធភាពបងបានធូរបានជាអញ្ចឹងណាខ្ញុំប្រើប្រហែលរយៈពេល1អាទិត្យអញ្ចឹងបងប្រើអស់ប្រហែលកំប៉ុងហើយបងសប្តាហ៍ថ្ងៃខ្ញុំប្រើអស់មួយកំប៉ុងបងបាទបងប្រើអស់មួយកំប៉ុងហ្នឹងបងបានធូរទៅលើអីខ្លះបងជួយរៀបរាប់ឲ្យច្បាស់តិចមកបងខ្ញុំប្រើអស់មួយកំប៉ុងជាទាំងលែងលមាស់ភ្នែកលែងលមាស់ខ្ជិះហើយដកដង្ហើមស្រួលគេងក៏លក់ស្រួលសាច់ច្រមុះអីបងរួញអស់ហើយចឹងបងបាទរួញអស់ហើយបងធ្លាប់វះកាត់អីពីមុនមកឬក៏មិនដែរបងធ្លាប់វះកាត់អូបងវះកាត់ទៅលើអីដែរបងវះកាត់សាច់ច្រមុះអូសាច់ច្រមុះដុសធំហ៎បងដុសធំដកដើមតឹងលែងដកដើមលែងចង់រួចអូដុសមួយខាងឬក៏ដុសទាំងសងខាងបងខ្ញុំដុសទាំងសងខាងបងមានក្អកមានស្លេសមានអីដែរបងមានក្អកហើយស្លេសនៅកំពង់កខ្ញុំប្រើអស់មួយកំប៉ុងអូប្រើអស់មួយកំប៉ុងបងជាបានទៅទាំងដុសសាច់ច្រមុះជាទៅលើបញ្ហាលមាស់ភ្នែកលមាស់ត្រចៀកបាត់ក្អកបាត់អីហ៎បងគេងស្រួលអញ្ចឹងបងបាទអញ្ចឹងបងពីមុនមកបងធ្លាប់ប្រើផលិតផលអីផ្សេងទេបងអត់មានប្រើទេបងអត់មានប្រើទេអញ្ចឹងបងប្រើតែណាកូស៊ីហ្នឹងគឺបងបានជាបានធូរអញ្ចឹងបងបាទអញ្ចឹងបងជាចុងក្រោយបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅពុកម៉ែបងប្អូនដែលមិនទាន់បានប្រើផលិតផលណាកូស៊ីនេះបានប្រើជាធូរដូចបងអញ្ចឹងណាខ្ញុំសូមផ្ដាំបងប្អូនថាបើលាក់ស៊ីច្រមុះយូរខែយូរឆ្នាំដូចខ្ញុំហ្នឹងប្រើណាកូស៊ីទៅអត់គ្រប់ម្ដងទេបាទព្រោះអីបងបានជាបានធូរហើយបងបាទអរគុណច្រើនបងសម្រាប់ការចែករំលែកបាទអរគុណ